សួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាក្នុងបណ្ដាញសង្គមដែលនិយមចូលចិត្តនឹងការចិញ្ចឹមសត្វកដោបចឹងថ្ងៃនេះខ្ញុំធ្វើការគោះពងដែលវាតបញុះថ្មីនេះចឹងញុះច្រើនពងរបស់ខ្ញុំនេះគឺខ្ញុំរៀបចំកន្លះគីឡូពងឃើញថាវាញុះច្រើនមែនទែនចឹងពាក់ព័ន្ធនឹងការភ្ញាក់ហ្នឹងគឺយើងត្រូវមើលសំណើមវាជាប្រចាំនៅលើស្កៃដូងធ្វើឲ្យកុំឲ្យវាបាត់សំណើមចឹងយើងបាញ់ទឹកវាជាប្រចាំចឹងវាមានសំណើមល្អពងយើងញាស់ក៏លឿនហើយញាស់ក៏អស់ដែរវាអត់នៅសល់ណាអញ្ចឹងនេះមើលពងកន្លះគីឡូមើលចេះតិចថ្ងៃសសនចាប់វាតបញាស់ទេអញ្ចឹងវាបាទឥឡូវមកមើលពីរបៀបនៃការភ្ញាស់ទាំងអស់គ្នាអញ្ចឹងដំបូងគឺខ្ញុំរៀបធ្យូងកាមនៅខាងបាតខាងក្រោមបន្ទាប់ទៀតខ្ញុំដាក់ស្កៃដូងហើយរៀបវាឲ្យស្មើស្អាតអញ្ចឹងស្កៃដូងយើងរៀបប្រហែលជាមួយថ្នាំងដៃបានហើយបន្ទាប់ពីបាតមកហើយយើងទុកស្ពេសប្រហែលជាមួយថ្នាំងដៃទៀតដើម្បីយើងរៀបពងដាក់ពីលើអញ្ចឹងយើងរៀបស្កៃដូងរួចកុំភ្លេចបាញ់ទឹកឲ្យវាសើមដើម្បីឲ្យវាមានសំណើមសើមដល់ពងកដោបរបស់យើងហើយបន្ទាប់មកយើងរៀបពងកដោបដាក់ចូលហើយពងកដោបយើងរៀបថ្នមហើយពងកដោបរបស់ខ្ញុំគឺវាបាក់ច្រើនទៅដល់ពេលអញ្ចឹងខ្ញុំក៏ចាក់យកគ្នាបដ ாய் ហើយយើងធ្វើការរៀបវាឲ្យស្អាតហើយបន្ទាប់មកយើងបាញ់ទឹកពីលើពងយើងដើម្បីឲ្យវាសើមតែកុំឲ្យសើមជក់ខ្លាំងមកល្មមបានហើយបាញ់ឲ្យតែវាសើមមកល្មមទៅហើយបន្ទាប់មកទៀតគឺយើងធ្វើការដាក់ស្កៃដូងចូលពីលើពងកដោបរបស់យើងតែកុំឲ្យស្កត់ខ្លាំងពេកគឺយើងរៀបថើអញ្ចឹងគម្លាតពីពងហើយនឹងស្កៃដូងអញ្ចឹងប្រហែលជាខ្ទង់2ថ្នាំងដៃយើងរៀបប៉ុណ្ណឹងគឺអូខេហើយរៀបរួចយើងកុំភ្លេចរឿងបាញ់ទឹកឲ្យសើមស្កៃដូងពីលើបន្ទាប់ទៀតយើងធ្វើការបិទគម្របវាទុករយៈពេលចន្លោះពី10ទៅ15ថ្ងៃដើម្បីរង់ចាំឲ្យវាញាស់ការរៀបចំភ្ញាស់មានតែប៉ុណ្ណឹងសូមអរគុណ